ថ្ងៃនេះនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ខេត្តកំពតណែមើលឡើងស្វីតហ្មងបើជើងក៏ពាក់មកឈៀងម្នាក់ដែរអូយលោកយល់ទេអូយឡើងស្វីតហ្មងអូ my god តែតែមានគូចឹងមែនបន្ទាប់ពីធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោងយើងក៏បានធ្វើដំណើរមកដល់ខេត្តកំពតខេត្តកំពតកំពូលដួងចិត្តខ្ញុំស្វែងអាណិតហើយពិតជាស្មើបន្ទាប់មកគឺយើងបានធ្វើដំណើរមកដល់កន្លែងទីស្នាក់នៅរបស់យើងសម្រាប់យប់នេះដែលនៅទីនេះមានឈ្មោះថានិស័យដែលនៅក្នុងទីរួមខេត្តកំពតនេះគឺជាបរិយាកាសជុំវិញក៏ដូចជាទស្សនវិជ្ជាជុំវិញនៅក្នុងនិស័យកន្លែងស្នាក់នៅមួយនេះពោពេញទៅដោយភ្នំព្រៃភ្នំព្រឹក្សាទឹកគឺស្រស់ស្អាតមែនទែនហើយមកដល់ទីនេះគឺធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយម្នាក់គឺញញឹមបិទមាត់បញ្ចិត្តទេហើយបើនិយាយអំពីកន្លែងថតរូបវិញ Oh my god កន្លែងណាក៏ថតរូបគឺទេសភាពស្អាតដែរជាពិសេសនៅខាងភ្នំខាងក្រោយនឹងមែនគឺស្អាតមែនទែនចំពោះភ្នំហើយនឹងទស្សនវិជ្ជាមានទឹកមានអីគឺស្រស់ស្អាតមែនទែនហើយចំពោះបន្ទប់គេវិញក៏ស្រស់ស្អាតដូចគ្នាដែរបន្ទប់គេគឺធំទូលាយបន្ទប់ទឹកស្អាតហើយគឺស្រស់ស្អាតមិនរងចាំយូរយើងក៏ចាប់ផ្ដើមអាំងសាច់សម្រាប់យប់នេះ You are my soulmate beautiful lullaby Cause I can't stop thinking about you ម្នាក់ឯងមិនស្លាប់ទេតែឯងក៏មិនទេមិនស្លាប់ទេតែពិបាករំពឹងទេក៏គ្រាន់តែជារួមនៅជាមួយមនុស្សមានល្បិច So as long as I live I love you will have it all to you You look so beautiful in white ថ្ងៃទី2ក៏បានឈានមកដល់អរុនសុស្ដីពីទឹកដីខេត្តកំពតនេះគឺជាទស្សនវិជ្ជាពេលព្រឹកព្រលឹមនៅក្នុងខេត្តកំពតបន្ទាប់មកយើងក៏បានស្រស់ស្រូបអាហារពេលព្រឹកនៅទីនេះផ្ទាល់ហើយបន្ទាប់មកក៏យើងបានរៀបចំអីវ៉ាន់រៀងខ្លួនដាក់ឡានដើម្បីធ្វើដំណើរទៅកាន់ទីតាំងបន្តទៀតដែលទីតាំងបន្តទៀតនោះគឺមិនឆ្ងាយពីក្រុងកំពតប៉ុន្មានគឺត្រឹមតែរយៈពេលជាង1ម៉ោងក៏យើងបានធ្វើដំណើរមកដល់ទំនប់ម្លេចនេះគឺជាទស្សនវិជ្ជាទាំងមូលទស្សនវិជ្ជាជុំវិញនៅទំនប់ម្លេចនេះផ្ទាល់តែម្ដងស្រស់ស្អាតខ្យល់អាកាសបរិសុទ្ធគឺអារម្មណ៍ស្រស់ស្រាយទីរយលើកនេះហើយបន្ទាប់មកដំណើរកម្សាន្តរបស់យើងចេញពីទំនប់ម្លេចក៏យើងធ្វើដំណើរត្រឡប់មកទីក្រុងភ្នំពេញវិញដូច្នេះដំណើរកម្សាន្តមួយយប់2ថ្ងៃនៅខេត្តកំពតនេះក៏បានបញ្ចប់ជួបគ្នាជាមួយនឹងវីដេអូបន្ទាប់ទៀតបាយបាយ